នោះធម្មតាមិនយល់អំពីអំណាចនៃមន្តអាគមទេវាអាចធ្វើឲ្យយើងខ្លាចជាមនុស្សខ្លាំងជាងគេសួស្តីប្រិមិត្តអូវលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថាព្រីខ្លានៅក្នុងភូមិមួយដែលស្ថិតនៅដាច់ស្រយាលពីភូមិដទៃទៀតនៅក្បែរនោះមានព្រៃភ្នំដ៏ធំមួយហើយព្រៃនោះងងឹតនិងស្ងប់ស្ងាត់គួរឲ្យខ្លាចហើយអ្នកភូមិបានជឿថានៅក្នុងព្រៃនោះមានវិញ្ញាណនិងរឿងអាថ៌កំបាំងជាច្រើននៅជ័យភូមិនោះមានគ្រូអាគមម្នាក់ឈ្មោះថាតាពេជ្រគាត់ជាមនុស្សដែលរៀនមន្តអាគមខ្លាំងណាស់ប៉ុន្តែគាត់មានចិត្តអំនួតនិងចង់បានអំណាចលើសពីមនុស្សដទៃទៀតគាត់តែងតែមានការរវើរវាយនិងនិយាយតែម្នាក់ឯងដូចជាមនុស្សឆ្កួតមនុស្សធម្មតាមិនយល់អំពីអំណាចនៃមន្តអាគមទេវាអាចធ្វើឲ្យយើងខ្លាចជាមនុស្សខ្លាំងជាងគេនៅថ្ងៃមួយតាពេជ្រគាត់បានដើរកាន់កំបិតចូលទៅក្នុងព្រៃជ្រៅដើម្បីរៀនមន្តអាគមផ្លូវងងឹតដែលវិជានេះអាចធ្វើឲ្យគាត់បំលែងខ្លួនជាសត្វខ្លាបានគាត់ចាប់ផ្ដើមអង្គុយបូជានិងកាន់គ្រឿងមន្តអាគមហើយសូត្រមន្តអាថ៌កំបាំងតែម្នាក់ឯងនៅកណ្ដាលព្រៃជាច្រើនយប់ជាច្រើនថ្ងៃដោយមិនបានចេញមកក្រៅឡើយប៉ុន្តែថ្ងៃមួយគាត់បានបែកកម្មដ្ឋានមុនដែលគាត់រៀនមិនអាចគ្រប់គ្រងបានទេចាប់ពីពេលនោះមករយប់ដែលមានប្រច័ណ្ឌពេញបរមីតាពេជ្រក៏បានក្លាយជាសត្វខ្លាដ៏ធំមួយដែលភ្នែករបស់វាគឺភ្លឺហើយក្រហមនិងសម្លេងគួរឲ្យខ្លាចតែងតែចូលមកនៅក្នុងភូមិដើម្បីខំសម្លាប់អ្នកភូមិដោយសារតែមានរឿងហេតុនេះបានកើតឡើងអ្នកភូមិចាប់ផ្ដើមភ័យខ្លាចរាល់ពេលដែលមានប្រច័ណ្ឌពេញបរមីបរិសុទ្ធស្ត្រីនិងក្មេងៗទាំងអស់ត្រូវបានរត់ចូលទៅក្នុងផ្ទះដើម្បីបិទទ្វារហើយរឿងនេះពួកអ្នកភូមិម្នាក់ក៏គិតថាសត្វខ្លានេះជាព្រាយខ្លានេះមិនមែនជាសត្វធម្មតាទេតែវាជាព្រាយខ្លាបើដូច្នោះមែនយើងគួរតែរកអ្នកណាម្នាក់ឲ្យជួយចាត់ការវាហើយទើបបានបើមិនដូច្នោះទេអ្នកភូមិរបស់យើងនឹងមិនបានសុខឡើយហើយនៅក្នុងភូមិនោះក៏មានបរិសម្នាក់ឈ្មោះថាសុខាគាត់ក៏រៀនវិជ្ជាមន្តអាគមដែរប៉ុន្តែគាត់មិនប្រើវាសម្រាប់ធ្វើអំពើអាក្រក់ទេគាត់ជាមនុស្សដែលមានចិត្តល្អនិងតែងតែជួយអ្នកភូមិជានិច្ចថ្ងៃមួយអ្នកភូមិបានទៅសុំជំនួយពីគាត់ដើម្បីឲ្យគាត់ជួយសុខាសូមជួយពួកយើងផងនៅក្នុងស្រុកភូមិយើងឥឡូវនេះរាល់ពេលប្រច័ណ្ឌពេញបរមីស្រាប់តែមានខ្លាធំមួយបានចេញពីព្រៃតែងតែសម្ដៅមករកភូមិនិងខំសម្លាប់មនុស្សពួកយើងពិតជាខ្លាចហើយមិនដឹងធ្វើយ៉ាងម៉េចទេទើបមកពឹងពាក់លោកក្មួយតើមានវិធីអីដើម្បីចាត់ការវាទេកុំភ័យអីខ្ញុំនឹងព្យាយាមជួយអ្នកភូមិតែអ្នកទាំងអស់គ្នាត្រូវតែស្នាក់នៅក្នុងផ្ទះកុំចេញទៅណាឲ្យសោះនៅពេលយប់ដល់រាត្រីយប់ព្រះច័ន្ទពេញបរមីបន្ទាប់សុខាបានដើរចូលទៅក្នុងព្រៃហើយធ្វើពិធីមន្តអាគមគាត់អង្គុយបិទភ្នែកហើយសូត្រមន្តគាថាយ៉ាងស្ងប់ស្ងាត់មិនយូរប៉ុន្មានរាងកាយរបស់គាត់ក៏បានផ្លាស់ប្ដូរទៅជាសត្វដំរីមួយដែលមានពន្លឺចេញពីរាងកាយយ៉ាងត្រចះត្រចង់ខណៈពេលនោះព្រាយខ្លាក៏រត់ចេញពីព្រៃមកភូមិសម្លេងរំញ័ររបស់វាធ្វើឲ្យអ្នកភូមិភ័យខ្លាចតែភ្លាមនោះដំរីដ៏ធំក៏បានដើរចេញមកទាំងខ្លួនវាមានពន្លឺមកឈរពាំងព្រាយខ្លាបានឈប់ហើយសម្លឹងទៅមើលដំរីសុខាដែលជាដំរីក៏និយាយទៅកាន់តាពេជ្រដែលជាខ្លាថាតាពេជ្រអ្នកមិនចាំទេឬថាអ្នកជាមនុស្សមិនមែនជាសត្វទេឈប់ទៅកុំធ្វើបាបអ្នកដទៃទៀតកុំឲ្យបាបកាន់តែធ្ងន់ខ្ញុំមិនអាចគ្រប់គ្រងឲ្យត្រឡប់ទៅជាមនុស្សបានទៀតទេបើអ្នកនៅតែធ្វើអាក្រក់អ្នកនឹងទៅរស់ជាសត្វជារៀងរហូតតែបើអ្នកឈប់បំផ្លាញអ្នកភូមិអ្នកអាចនឹងរួចផុតពីកម្មបានរំពេចនោះព្រៃខ្លាបានឈប់ស្ងៀមហើយដើរថយក្រោយរត់ចូលទៅក្នុងព្រៃវិញហើយចាប់ពីថ្ងៃនោះព្រៃខ្លាមិនបានចូលមកភូមិទៀតឡើយអ្នកភូមិចាប់ផ្ដើមរស់យ៉ាងសុខសាន្តហើយគ្រប់គ្នាស្គាល់ថាសុខាគឺជាមនុស្សដែលមានចិត្តល្អដែលប្រើវិជ្ជាដើម្បីជួយមនុស្សមិនមែនសម្រាប់ធ្វើអាក្រក់ឡើយ
ហើយសាច់រឿងព្រៃខ្លាក៏សូមបញ្ចប់ទៅត្រឹមនេះបើមានចន្លោះខ្វះខាតត្រង់កន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអ្នកទស្សនាហើយខ្ញុំបាទក៏សូមអរគុណកាយគ្រប់លាជួបគ្នានៅពេលវេលាក្រោយបាយបាយ